សូមជម្រាបសួរអ្នកខ្ញុំម៉ាឡែនសម្រាប់វីដេអូនេះផងដែរនេះខ្ញុំសូមធ្វើតពីវីដេអូមុនដែលវីដេអូមុននៃវិធីភ្ញាស់ពងកណ្ដូបថ្ងៃនេះនេះខ្ញុំនឹងបង្ហាញបងពីលទ្ធផលដែលយើងបានទុករយៈពេល48ម៉ោងរួចហើយតើពងកណ្ដូបរបស់យើងញាស់បានល្អប្រមាណភាគរយនិងញាស់ល្អដែរឬទេចាសសូមទស្សនាទាំងអស់គ្នាចាសសម្រាប់ពងកណ្ដូបដែលយើងបានភ្ញាស់នៅថ្ងៃមុនហ្នឹងគឺវាញាស់បានឥឡូវដល់ទៅ3ទ្រុងចាសម្រាប់ទ្រុងទី1នេះគឺមានអាយុ8ថ្ងៃទ្រុងទី1មានអាយុ8ថ្ងៃគឺវាញាស់មុនគេគឺញាស់ល្អហើយស្មើគ្នាល្អមែនតើហើយដោយសារតែការញាស់របស់វាច្រើនអញ្ចឹងគឺយើងបំបែកទ្រុងចេញជាទ្រុងទី2សម្រាប់ទ្រុងទី2នេះគឺមានអាយុ5ថ្ងៃមានអាយុ5ថ្ងៃហើយអញ្ចឹងគឺវាញាស់ខុសថ្ងៃគ្នាតិចតួចអញ្ចឹងយើងអត់អាចដាក់ចូលគ្នាបានទេដោយសារពេលដែលអាធំវាញាស់ទៅមុនវារីកលូតលាស់ទៅមុនអញ្ចឹងអាទូចវានៅតែទូចអញ្ចឹងយើងត្រូវការបំបែកទ្រុងទី3ដែលមានអាយុទៅតែបាន2ថ្ងៃទេតែដោយសារទ្រុងទី2នេះគឺច្រើនអញ្ចឹងយើងត្រូវការបំបែកចេញមកថែមទៀតដើម្បីញាស់ថ្មីបន្តទៀតសម្រាប់ទ្រុងទី3នេះមានអាយុទៅតែ2ថ្ងៃហើយការលូតលាស់របស់វាគឺធំល្អដូចគ្នាឥឡូវខ្មៅហ្នឹងគឺវាមានអាយុ2ថ្ងៃវាចាប់ផ្ដើមចេះស៊ីចំណីអីអញ្ចឹងយើងអាចដាក់ចំណីស្មៅអីឲ្យស៊ីបានផងដែរហើយឃើញថាសម្រាប់ពងនៅតែបន្តញាស់ជាច្រើនទៀតហើយនៅតែល្អមែនតើសនេះគឺជាកូនកដោបដែលញាស់ថ្មីចាគឺទូចនេះគឺញាស់ល្អខ្លាំងដោយសារយើងមើលថែបានល្អពងល្អអញ្ចឹងការញាស់របស់កដោបនេះគឺក៏ល្អដូចគ្នាការផ្ដល់សំណើមការឲ្យត្រូវពន្លឺថ្ងៃគឺសំខាន់សម្រាប់កូនកណ្ដូបដែលទើបតែញាស់ថ្មីកម្ដៅថ្ងៃគឺធ្វើឲ្យពងរបស់កណ្ដូបនឹងគឺចាប់ផ្ដើមញាស់សម្រាប់ទ្រុងកណ្ដូបខាងក្រោយនេះគឺអាយុវាមានអាយុ27ទៅ28ថ្ងៃហើយអញ្ចឹងប្រហែលជាខ្ទង់12ថ្ងៃអីទៀតគឺយើងអាចប្រមូលផលបានហើយសម្រាប់ការចិញ្ចឹមកណ្ដូបគឺយើងត្រូវការទាមទារការថែទាំការយកទៅទុកដាក់ក្នុងការមើលថែកណ្ដូបនឹងរៀងខ្លាំងដែរដោយសារបើសិនជាយើងអត់សូវមានពេលមើលថែវាទេគឺវាអាចនឹងសុខភាពអត់សូវល្អយាយពីសត្រូវវាដូចជាសម្ោចចិញ្ចក់គឺអាចធ្វើឲ្យវាស្លាប់បានហើយមួយទៀតគឺសម្រាប់ចំណីដូចជាស្មៅហ្នឹងបើសិនជាយើងកាត់ពីកន្លែងដែលអត់មានស្គាល់ប្រភពច្បាស់លាស់បើយើងអត់យកមកលាងទឹកសម្អាតវាទេគឺវាធ្វើឲ្យកណ្ដូបរបស់យើងហ្នឹងហានិភ័យក្នុងការងាយនឹងស្លាប់ដែរកាលលើកមុនក៏ពីខែមុនខ្ញុំអត់មានពេលទំនេរច្រើនក្នុងការឡើងមកសម្អាតទ្រុងគឺធ្វើឲ្យកណ្ដូបពលលាមកហើយចំណីពេលខ្លះចំណីដែលយើងដាក់ឲ្យហ្នឹងវាមានសារជាតិពុលពីខ្យល់អាកាសក៏ធ្វើឲ្យកណ្ដូបរបស់យើងហ្នឹងងាយងាប់ទៅធ្វើឲ្យយើងអត់បានទទួលផលមកវិញច្រើនដូចគ្នាសម្រាប់កត្តាដែលធ្វើឲ្យកណ្ដូបយើងទទួលបានទិន្នផលល្អយើងលក់បានចំណូលច្រើនគឺការថែទាំចំណីអាហារការសម្អាតទ្រុងហើយនឹងការមើលថែវាដិតដល់ហើយរាល់ការធ្វើអ្វីមួយគឺការឆ្លាញ់អ្វីមួយគឺធ្វើចេញពីចិត្តអញ្ចឹងបើសិនជាយើងអត់មានពេលមើលថែវាទេវាក៏អត់ឲ្យយើងទទួលបានផលច្រើនរកចំណូលបានច្រើនដែរអញ្ចឹងសូមអរគុណសម្រាប់បងដែលបានតាមដានវីដេអូមួយនេះសូមបងជួយ like subscribe channel របស់នេះខ្ញុំមួយផងចាសសូមអរគុណជម្រាបលា